នរណាខ្លះត្រូវការ tablet ដើម្បីប្រើទៅលើការងារការិយាល័យការងារសិក្សាដូចជាការប្រើប្រាស់ទៅលើ Word Excel PowerPoint PDF កម្រិត Full Desktop PC នេះគឺជា Huawei MatePad Pro 13.2 MatePad Pro 12.2 inch នេះ Huawei MatePad 12X ចេញឆ្នាំ2025 នេះគឺជា Huawei MatePad 11.5 2025 ថ្ងៃប្រើកម្មវិធី Word Excel PowerPoint WPS 2.0 license ប្រើមួយជីវិត ហើយមើលទៅវាដូចជាគេជីកបានមាសហើយព្រោះ tablet របស់គេមិនត្រឹមតែមានតម្លៃធូរនិងផ្ដល់ឲ្យក្តារចុចមកជាមួយស្រាប់ទេវាក៏ធ្វើការបានពេញសមត្ថភាពខ្លាំងទៅលើមុខងារ Office ជំនួស PC ទៀតផង មាន keyboard ដែលអាចវាយខ្មែរ Unicode បាន វា support font ខ្មែរច្រើនមែនតើលើសពី400 style យើងអាចទុកចិត្តបានយើងប្រកាសជាអាចទុកចិត្តយកមកប្រើការបាន ហើយយើងក៏អាចបញ្ចូល font ខ្លួនឯងបានតាមក្រោយដែរករណីដែលស្ថាប័នរបស់យើងនឹងប្រើ font ណាមួយផ្ទាល់ខ្លួន file របស់កុំព្យូទ័រគឺអាច copy ចូលដំណើរការបានធម្មតាហើយជាមួយនឹងលក្ខណៈពិសេសដូចជា math equation ក៏យើងអាចធ្វើនៅក្នុងនោះណាជាពិសេសសម្រាប់ដូចលោកគ្រូអ្នកគ្រូឬក៏សិស្សានុសិស្ស ហើយបើនិយាយពី Excel វិញយើងអាចប្រើរូបមន្តបង្កើតឆាតឬក៏តារាងផ្សេងៗនិងអាចបើក file ជាច្រើនប្រភេទក្នុងពេលតែមួយក៏បានដែរ សម្រាប់ PowerPoint គឺយើងធ្វើដើម្បីជាការធ្វើបទបង្ហាញ presentation ហើយបញ្ជាក់ផងដែរសម្រាប់ការធ្វើបទបង្ហាញនេះយើងអាចប្រើជា wireless display បានបទបង្ហាញរបស់យើងប្រចាំងទៅលើ screen ធំអញ្ចឹងណាសរុបទៅគឺ tablet នេះគឺវាស័ក្តិសមសម្រាប់អ្នកដែលចង់បាន tablet កម្រិត premium flagship ហើយប្រើប្រាស់ទៅលើការងារដូចកុំព្យូទ័របាន